ខ្ញុំផ្ដោតសំណួរទៅលើជីពជាអ្នកសិល្បៈរបស់លោកយមទៅស្រង់ខ្ញុំបាទក៏ដូចជាបងប្អូនប្រជាពលរដ្ឋប្រកាសជាដឹងចង់ជំរាបសួរថាតើលោកយមទៅស្រង់មានស្រុកកំណើតកើតជានៅខាងខេត្តណាដែរហើយនៅក្នុងរង្វង់ក្នុងចក្រមក្រុមគ្រួសារតើមានជាប់ជាអ្នកសិល្បៈដែរទេបាទតាមពិតស្រុកកំណើតរបស់ខ្ញុំនៅភូមិជ្រោយស្នែងកបីលើភូមិកំពង់គោស្រុកព្រៃផ្សព្វខេត្តកញ្ចេះខាងកញ្ចេះស្រែចំការម្នាក់ទេហើយពុកម្ដាយរបស់ខ្ញុំហ្នឹងគាត់ជាអ្នកស្រែចំការធម្មតាពុកគាត់ធ្វើពេទ្យតែចង់និយាយថាពេទ្យពីជំនាន់មុនបាទពេទ្យប្រចាំភូមិតិចតួចអញ្ចឹងណាគាត់ជាបាលជំងឺគ្រុនក្តៅអញ្ចឹងទៅបាទគាត់ហើយម្ដាយរបស់ខ្ញុំហ្នឹងគ្រាន់តែជាអ្នកធ្វើស្រែចំការបាទមានន័យថាកសិករណាប្រកបរបរកសិកម្មបន្ថែមទៅលើអាជីពជាពេទ្យប្រចាំភូមិពេលដែលបងប្អូនប្រជាពលរដ្ឋមានទុក្ខធុរៈអីទៅលបងអើយជួយមើលកូនខ្ញុំតិចមកដូចវាមិនស្រួលសោះបាទអញ្ចឹងណាបាទខ្ញុំធ្លាប់នៅស្រុកស្រែចំការដូច្នេះជីវភាពជីវិតបែបហ្នឹងខ្ញុំដឹងច្បាស់មែនតើចានៅពីទៅជីតាកបីអរគុណបងសំណួរជាបន្តចង់នឹងថាតើបងចាប់អាជីពជាអ្នកនិពន្ធនឹងរយៈពេលប្រហែលឆ្នាំហើយមូលហេតុអ្វីបានជាស្រឡាញ់ផ្នែកនេះឬមួយក៏តាំងពីតូចមកចូលចិត្តអានប្រឡោមលោកបានធំឡើងយើងអាចខ្លាចជាអ្នកនិពន្ធដ៏ល្អបែបនេះតាមពិតអាជីពជាអ្នកនិពន្ធខ្ញុំចាប់តាំងពីឆ្នាំ2004តាំងពីខ្ញុំរៀននៅថ្នាក់ទី9ទី10ចាដែលកាលនោះខ្ញុំតស៊ូមកនៅទីក្រុងភ្នំពេញហើយផលិតកម្មដែលខ្ញុំចាប់ដំបូងឈ្មោះ Ad Music យូរហើយកាលហ្នឹងក្រោយមក Ad Music ហ្នឹងគាត់ក៏ខ្ញុំក្រោយមកខ្ញុំក៏មកផលិតកម្មសឹងកាយកាល Ad Music យើងជាអ្នកនេះធម្មតាម្នាក់ក៏មកផលិតកម្មរស្មីសឹងកាយពេលហ្នឹងមកសុំផលិតកម្មរស្មីសឹងកាយក៏បានអ្នកមេងស៊ូវនីម្ចាស់ផលិតកម្មហ្នឹងគាត់ពេលហ្នឹងខ្ញុំភ័យអត់ឲ្យដឹកទោះឲ្យដឹកអីសុំគាត់ដឹកគាត់ឲ្យដឹកអីហើយក៏មានអារម្មណ៍មួយភ័យតែពេលភ័យគាត់បញ្យល់ខ្ញុំចំណុចមួយខ្ញុំនៅចាំតថ្ងៃនេះគាត់ថាអ្នកនិពន្ធអ្នកដឹកមុនกระดาษសឯងមកសុទ្ធតែกระดาษសអត់ចេះអីទេតែស្រង់ឯងធ្វើម្ដងនឹងខុសលើក្រោយធ្វើម្ដងទៀតធ្វើឲ្យតល់តែត្រូវគាត់ឲ្យឱកាសក្នុងការរៀបចំបទចម្រៀងអីគ្រប់បែបយ៉ាងនៅក្នុងផលិតកម្មសឹងរស្មីស្ទឹងសង្កែគឺសូមអរគុណមេងតាមរយៈកញ្ចក់ទូរទស្សន៍ហើយបច្ចុប្បន្ននេះរហូតដល់បច្ចុប្បន្ននេះខ្ញុំក្រោយមកនៅផលិតកម្មដូចជា Sunday នៅនៃអស់ហើយចុងបញ្ចប់គឺនៅផលិតកម្ម Town ហើយត្រនំផលិតកម្ម Town គឺជាកន្លែងមួយដ៏កក់ក្ដៅបំផុតហើយក៏អរគុណដល់បងស្រីម្ចាស់ផលិតកម្មដែលចិត្តធសំជាមួយកូនចៅបាទចានេះខ្ញុំសូមបន្តសំណួរជាបន្តទៀតថាឥឡូវបច្ចុប្បន្ននេះខ្ញុំឃើញបងប្រុសនិពន្ធជាមួយនឹង Melody ថ្មីច្រើនមែនតើចាហើយក៏មានការគ្រប់គ្រងពីសំណាក់ទស្សនិកជនតើបងចង់លុបបំបាត់ជាមួយនឹងការចម្លងពីបទចម្រៀងពីគេឬក៏យ៉ាងម៉េចដែរហើយនេះខ្ញុំបានឃើញតាមបណ្ដាញសង្គម Facebook បាន comment សរសើររូបបងច្រើនមែនតើចាតាមពិតចំណុចមួយនេះមូលហេតុដែលយើងនិពន្ធឲ្យមាន Melody ថ្មីច្រើនគឺយើងចង់កាត់បន្ថយបទចម្លងទោះបីថាយើងផ្ដាច់មិនបានមែនខ្ញុំទទួលស្គាល់ថានៅពេលនេះគឺផ្ដាច់អត់បានទេចាដោយសារមានកត្តាផ្សេងជាច្រើនដល់អញ្ចឹងយើងត្រូវធ្វើឲ្យមានថ្មីខ្លួនឯងច្រើនបន្តិចពីព្រោះខ្ញុំទទួលស្គាល់ការរិះគន់នៅក្នុង page Facebook ខ្ញុំហ្នឹងមានទាំងការសរសើរទាំងការបង្អាប់គ្រប់បែបយ៉ាងទាំងអស់ចាប៉ុន្តែអ្វីដែលការរិះគន់មួយដើម្បីស្ថាបនាខ្ញុំសប្បាយចិត្តប៉ុន្តែអ្នកខ្លះគាត់រិះគន់មកភាសាមួយអសរោះជេរបន្តិចប៉ុន្តែដោយគាត់អត់ដឹងទេភាសានិពន្ធពាក្យនិពន្ធទំនុកច្រៀងគឺអ្នកនិពន្ធគ្រាន់តែសរសេរអត្ថន័យមួយចាចង់គេយកភ្លេងមកពីណាយកមកចុះប៉ុន្តែធ្វើម៉េចនិពន្ធអត្ថន័យកុំបកប្រែពីគេនេះគឺជាចំណុចមួយនៃការនិពន្ធទំនុកច្រៀងហើយគាត់អត់យល់គាត់ថាអ្នកនិពន្ធឮតែបទឧទាហរណ៍ថាគាត់ឮបទថៃឬឮបទបរទេសផ្សេងអញ្ចឹងទៅគាត់ថាបទនឹងបទថៃសោះប៉ុន្តែគាត់អត់ដឹងថាអ្នកនិពន្ធហ្នឹងជួនកាលគាត់សរសេរមានអត្ថន័យអ្នកនិពន្ធខ្លះសរសេរល្អជាងបទថៃទៀតបាទប៉ុន្តែគ្រាន់អ្វីដែលគេបន្ទោសអាប់យើងគឺភ្លេងថៃឬភ្លេងថៃគេថាចម្លងគេបាត់គាត់អត់ដឹងថាអ្នកនិពន្ធទំនុកច្រៀងអីផងបាទនេះជាចំណុចមួយហើយកត្តាដែលយើងធ្វើ melody ថ្មីច្រើននេះយើងនឹងខិតខំបន្តទៀតដើម្បីឲ្យមាន melody ថ្មីច្រើនជាងសពថ្ងៃការពិតតាមតលទ្ធភាពធ្វើបានបាទអ្វីក៏ដោយកិច្ចការអ្វីក៏ដោយយើងធ្វើទៅតែងតែមានបងប្អូនស្រឡាញ់ពេញចិត្តឬក៏មានចំណុចខ្វះខាតខ្លះហើយយើងនឹងបើកចិត្តទទួលយកនៅអ្វីដែលជាការរិះគន់ក្នុងន័យស្ថាបនាតែបើគ្រាន់តែរិះគន់ដើម្បីក្នុងន័យលិចជន់បលិចទេក៏យើងពិបាកក្នុងការទទួលយកដែរមិនអញ្ចឹងណាលោកណាអ្នកខ្លះគាត់
ចន់បលិចហើយគាត់ចង់និយាយថាគាត់យើងថាយើងនឹងបំផ្លាញវប្បធម៌ទៀតបាទពីជ្រៅពាក្យហ្នឹងគាត់ទៅសេធម្មតាប៉ុន្តែបើគាត់វិភាគដោយខ្លួនឯងមើលទៅសំខាន់មែនទែនក្នុងនាមយើងជាផ្នែកមួយនៃសិល្បករសិល្បកនីដែលជាតំណាងវប្បធម៌ជាតិមិនថាតែអ្នកនិពន្ធទេអ្នកចម្រៀងក៏ដោយតារាសម្ដែងក៏ដោយពេលខ្លះទៅបើសិនជាយើងបង្ហាញអ្វីដែលជាជ្រុលជ្រោះលឹះលួសពីវប្បធម៌របស់យើងពេកក៏ពិបាកដែរតែទន្ទឹមនឹងនោះយើងក៏ត្រូវការមានការអភិវឌ្ឍការអាប់ដេតអាប់ក្រេតខ្លួនឯងឡើងដើម្បីធ្វើយ៉ាងណាបំពេញតម្រូវការរបស់អ្នកទស្សនាចាបាទការអភិវឌ្ឍការអភិរក្សហ្នឹងគឺយើងត្រូវមានស្មារគ្នាយើងត្រូវដើរទន្ទឹមគ្នាបាទហើយគាត់ពេលខ្លះគាត់ខមមិនគាត់អីគាត់អត់យល់ថាបើសម្រាប់ខ្ញុំវិញក្នុងមួយខែខ្ញុំសេបាន10បទផងបាទមួយខែសេបាន10បទហើយប្រើពេលតែពេលយប់គេងពេលព្រឹកពីទូទៅគឺគេងពេលព្រឹកចាំមកបទទៅសេមួយថ្ងៃទេបងអត់ទៀងពេលបទខ្លះមួយអាទិត្យបទខ្លះទៅពីថ្ងៃឬមួយថ្ងៃក៏ចេញដូចជាសង្ស័យឆេះអ៊ីសេដែលជាមេឌីថ្មីធ្វើអត់ចម្លងទេបទហ្នឹងខ្ញុំទៅសេធ្វើមេឡូឌីមួយថ្ងៃដល់ពេលសេប្រូ3ថ្ងៃចាអញ្ចឹងសរុបទៅ4ថ្ងៃប៉ុន្តែយើងធ្វើឲ្យយើងតេសចង់និយាយថាបទហ្នឹងស្ដាប់ទៅគេចាប់អារម្មណ៍អត់ចាបាទឲ្យប្រពន្ធស៊ីសៀងនឹងស៊ីស៊ុបទៅសេប្រូលហ្នឹងមិនមែនមួយថ្ងៃរួចទេ4ទៅ5ថ្ងៃបានថាយើងដាក់ចំណងជើងបទចម្រៀងសិនបានយើងទៅសេតាមក្រោយគិតសាច់រឿងឲ្យអស់ហើយគាត់ជាអ្នកកំ pl ែងពេលដែលលោកប៉ាក់មីគាត់ចូលដំបូងហ្នឹងចាគឺគាត់ជាអ្នកកំ pl ែងខ្ញុំគិតថាគាត់ត្រូវតែមានប្រូលកំ pl ែងបាទទៅស័ក្តិសមនឹងគាត់ឈ្មោះគាត់ជាអ្នកកំ pl ែងបាទអរគុណយើងខ្ញុំបានសន្យាជាមួយទូរទស្សនិកជនហើយថានឹងបន្តនៅសាច់រឿងដែលលោកយមទៅស្រង់បានបកស្រាយបទចម្រៀងមុននេះណាបាទលោកថាមានខ្លះជារឿងពិតនៅក្នុងឆាកជីវិតផ្ទាល់របស់លោកពិតត្រង់ចំណុចណាខ្លះអាចជំរាបបានត្រួសបានដែរទេបាទជីវិតយើងពេលខ្លះយើងដើរកំសាន្តនៅក្នុងពិភពរាត្រីមួយដ៏សែនមនោរម្យឬយ៉ាងម៉េចបានជួបស្នេហាហ្នឹងបាទចំពោះបទមុនហ្នឹងដែលខ្ញុំបកស្រាយយប់នេះកុំអោបអ្នកផ្សេងហ្នឹងជារឿងពិតមួយនៅក្នុងខារ៉ាអូខេបាទពេលហ្នឹងខ្ញុំទៅច្រៀងលេងជាមួយមិត្តភ័ក្តិហ្នឹងហើយមាននារីខារ៉ាអូខេមួយហ្នឹងស្អាតបាទស្អាតមែនតើគាត់មកអង្គុយចិត្តខ្ញុំព្រឺដល់ជប់ពេលហ្នឹងស្គាល់បងស្រីនៅបងនៅណាអត់ទេកូន3ហើយចាមកទៀតបងមកទៀតគាត់ស្អាតដល់ពេលអញ្ចឹងទៅថាជាលក្ខណៈស្នេហាផ្លេកបតោបាទទៅនិយាយមួយគ្នាអត់មានបានអីទេគ្រាន់តែថានិយាយសាសងគ្នាបានមហែមីតិចតួអញ្ចឹងហើយឲ្យលុយធីបគាត់ហើយពេលហ្នឹងចេញទៅផ្ទះទៅស្អែកឡើងនឹកឃើញមនុស្សស្រីម្នាក់ហ្នឹងហើយខ្ញុំក៏គិតទៅក៏បញ្ចេញបញ្ចូលខ្លះក៏ទៅសេជាចម្រៀងមួយបទទៅជប់នេះកុំអោបអ្នកផ្សេងគឺជារឿងពិតរបស់ខ្ញុំតាមបើសិនជាខ្ញុំតួអង្គនៅក្នុងសាច់រឿងហ្នឹងខ្ញុំប្រកាសជានិយាយថាបងមាននិស័យបងគិតថាបងទៅមកលើដំបងថាដូចជាមាននិស័យជាមួយអូនពិតជាមិនចង់ឲ្យអូនធ្វើការបែបហ្នឹងទេបើអូនមិនយល់ទាស់ទេប៉ុន្តែកំ pl ក្នុងប្រូចម្រៀងវិញគាត់ថាគាត់ស្វឹងហើយមិនដឹងអោបអូនតាំងពីពេលណាអញ្ចឹងអានោះពេលក្រោយទេចង់និយាយថាការផ្ដោះផ្ដងដំបងណាមុនយើងទាំងទៅដល់ចំណុចនោះប្រកាសជាសួរថាអូនឈ្មោះអីស្រុកកំណើតកើតជានៅណាដែរហើយមិនទៅជីវភាពអីចឹងណាក្នុងនាមជាសុភាពបរោះដំបងមិនដែរទៅដល់ក្រឹបអត់ទេតែខ្ញុំចេះវិញខ្ញុំសួរអូនឯងមានសង្សារនៅគេឆ្លើយថាម៉េចហ្នឹងជាសំណួរមួយដែលគេឆ្លើយថាតែជាមានទេអូអ្នកឆ្លើយមិនដែរថាមានទេបាទចាចុះតែមានមិនបើមានយើងដកខ្លួនចេញដូចនេះខ្ញុំឃើញប្រហែលដង4 5ដងថាអត់មានប្រកាសទូកាមិនមានអីស្អាតទៀតអត់មានទេបងរតនកញ្ញាជាជ្រាបនៅឱកាសនេះខ្ញុំក៏សូមអរគុណដល់បងយមតាស្រង់ដូចគ្នាចាព្រោះថាពីដំបូងខ្ញុំចូលសិល្បៈហ្នឹងគឺបានគាត់ហ្នឹងឯងដែលជាអ្នកណែនាំបង្ហាត់បង្ហាញឲ្យនេះខ្ញុំបានថតអូខេចានិយាយរឿងកញ្ញាយ៉ាទីតិចបាទកញ្ញាយ៉ាទីដំបូងឡើយខ្ញុំជួយគាត់អញ្ចឹងហើយចូលជាតារាសម្ដែងហើយគាត់ជាមួយម្ដាយគាត់ទៅជួបខ្ញុំហើយថតពេលហ្នឹងគាត់ជាតួ background ម្នាក់ដំបូងឡើយតែពេលអញ្ចឹងខ្ញុំក៏អាណិតគាត់ហើយនឹងម្ដាយគាត់ឃើញមកអញ្ចឹងយប់ប្រលប់អញ្ចឹងហើយខ្ញុំក៏ប្រាប់ថាមីងអត់អីទេចាំខ្ញុំជួយកូនមីងឲ្យថតបាត់មេមានមុខមានមាត់គេគាត់គ្រាន់តែលឺ
គាត់លោតផងអូផងបាទគាត់សប្បាយចិត្តគាត់ទៅប្រាប់យ៉ាទីថាកូនអើយកូនឯងចិត្តល្បីហើយបាទ អរគុណ នេះ អរ គឺ គុណ ការពិត បាទតាមពិតយើងខ្ញុំដោយសារតែអស់ពេលតាមពិតមានសំណួរជាច្រើនទៀតពាក់ព័ន្ធទៅនឹងការងារសិល្បៈតែឥឡូវដោយសារតែអស់ពេលហើយផ្ដល់ឱកាសចុងក្រោយទៅដល់លោកយមទៅស្រង់មានជាសារឬក៏ពាក្យពេចន៍អ្វីដើម្បីថ្លែងអំណរគុណទៅដល់បងប្អូនដែលតែគ្រប់គ្រងស្នាដៃនិពន្ធរបស់លោកកន្លងមកក៏ដូចជាស្នាដៃដែលត្រៀមនឹងចេញនៅលើទីផ្សារនាពេលខាងមុខនេះបាទសូមអញ្ជើញ បាទខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនដែលកំពុងតែតាមដានទស្សនាតាមកញ្ចក់ស្ថានីយ៍ទូរទស្សន៍ CTN កម្មវិធីរាត្រីកំសាន្តដែលតែងគ្រប់គ្រងកន្លងហើយក៏សូមគោរពឪពុកម្ដាយរបស់ខ្ញុំដែលកំពុងតែតាមដានតាមកញ្ចក់ទូរទស្សន៍ហើយក៏ fan ជាច្រើននៅតាម Facebook ដែលតែងតែគ្រប់គ្រងស្នាដៃនិពន្ធរបស់ខ្ញុំបានក៏សូមជូនពរឲ្យជួបតែសេចក្តីសុខនិងជោគជ័យក្នុងជីវិតហើយជៀសឆ្ងាយអំពីគ្រឿងញៀនហើយចំណុចមួយទៀតសប្បាយចិត្តឃើញយ៉ាទីឥឡូវគាត់ល្អ បាទមានគេឈ្មោះបោះសំលេង ឈ្មោះបោះសំលេងគាត់ល្អ ចា គឺខ្ញុំសប្បាយចិត្ត អរគុណសូមសម្ដែងគ្រប់គ្រងជូនទៅដល់លោកយមទៅស្រង់ឲ្យបានខ្លាំងៗដល់អ្នកគ្នាបាទអរគុណចំពោះការចូលរួមរបស់លោកយមទៅស្រង់នៅក្នុងរាត្រីនេះជូនពរឲ្យមានសុខភាពល្អសំណាងល្អហើយបន្តការងារនៅក្នុងអាជីពជាកវីនិពន្ធបទចម្រៀងឲ្យកាន់តែទទួលបានប្រជាប្រិយភាពបន្ថែមទៀតផងដែរ ខ្ញុំសុំមួយខែនេះក៏រីករាយដែរបានប្រពន្ធម៉ែក្មេងហើយនឹងកូនមកចូលរួមក៏សូមអរគុណឲ្យបងប្អូនក្មួយហើយចេញពូ ចេញទៅញ៉ាំស៊ុបណាមិនញ៉ាំសៀងទេចេញទៅញ៉ាំស៊ុបអរគុណលោកស្រីឌីនិកយ៉ានឹងត្រួយតែសិជនជាទីគោរពនៅវគ្គក្រោយយើងនឹងផ្ដល់ជូននូវភាពសប្បាយរីករាយតាមរយៈក្រុម Compliance CTN គណៈនេះយើងខ្ញុំអ្នកគ្នាសូមពេលវេលាសម្រាប់បន្តិចសិន